ព័ត៌មានជាបន្តទៅទៀតនេះដែរគឺអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិង KBL ចុះកិច្ចសហប្រតិបត្តិការលើកិច្ចសហការផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រុមហ៊ុនផ្សព្វផ្សាយឯកជនមួយដែលមានឈ្មោះថាក្រុមហ៊ុន BKL Media Production Icor បានសម្រេចចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនលោកស៊ូនីងនាយកប្រតិបត្តិក្រុមហ៊ុន BKL Media Production បានឲ្យដឹងថាអនុសារណៈនៃការយោគយល់នេះត្រូវអនុវត្តក្នុងគោលបំណងពង្រឹងកិច្ចសហការនិងលើកកម្ពស់ប្រសិទ្ធភាពនៃការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនដើម្បីរួមចំណែកសម្រេចនៅឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយនិងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនពីកម្ពុជានិងផលិតព្រមទាំងផ្សព្វផ្សាយព័ត៌មានសកម្មភាពថ្នាក់ដឹកនាំអនុសារណៈនៃការយោគយល់នេះនឹងជួយគ្រប់គ្រងនិងសម្របសម្រួលផ្ដល់ខ្លឹមសារឬសម្ភារៈប្រើប្រាស់រួមទាំងនិមិត្តសញ្ញារបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនព្រមទាំងផ្ដល់ការបណ្ដុះបណ្ដាលជនបង្គោលទទួលខុសត្រូវការងារផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀនដល់អ្នកពាក់ព័ន្ធឯកឧត្តមនាយឧត្តមសេនីយ៍មាសវិរិទ្ធអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកទឹកចិត្តដល់អ្នកផលិតអ្នកគ្រប់គ្រងកម្មវិធីឲ្យបញ្ជ្រាបខ្លឹមសារអប់រំពីបញ្ហាគ្រឿងញៀននៅតាមកម្មវិធីផ្សាយនានាផលិតមាតិកាអប់រំព្រមទាំងជួយសម្របសម្រួលរៀបចំវគ្គបណ្ដុះបណ្ដាលដល់អ្នកពាក់ព័ន្ធមានលទ្ធភាពបញ្ជ្រាបខ្លឹមសារអប់រំពីបញ្ហាគ្រឿងញៀនឯកឧត្តមបានឲ្យដឹងថាក្រោមកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធក៏ដូចជាវិស័យឯកជននិងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានធ្វើឲ្យការប្រើប្រាស់គ្រឿងញៀនក៏ដូចជាបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋានទូទាំងប្រទេសមានការថយចុះគួរឲ្យកត់សម្គាល់ក្នុងនោះការកែច្នៃគ្រឿងញៀនក៏មានការថយចុះផងដែរសូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងតាមរយៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ជាបន្តបន្ទាប់តែទោះជាយ៉ាងណាការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាកិច្ចការដ៏វែងឆ្ងាយនិងលំបាកដែលទាមទារឲ្យមានការចូលរួមពីសង្គមទាំងមូល។